សួស្តីទស្សនិកជនទាំងអស់គ្នាថ្ងៃនេះយើងសូមបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដើម្បីសម្រួលក្នុងការចូលទស្សនាការប្រកួតរបស់អ្នកបន្ទាប់ពីចតយានយន្តរបស់អ្នករួចសូមចូលតាមគោលដៅដែលពួកយើងបានបង្ហាញនេះគឺជាទីតាំងចូលពហុកីឡដ្ឋានតែមួយគត់ដែលយើងបានបើកហើយសម្រាប់ទីតាំងនេះយើងបានរៀបចំកន្លងទាំងការឆែកសំបុត្រនិងការស្កែនសំបុត្រ24កន្លងដើម្បីផ្ដល់ភាពងាយស្រួលជូនអ្នកទាំងអស់គ្នាបន្ទាប់ពីការឆែកសំបុត្រឬក៏ស្កែនសំបុត្ររួចជំហានបន្ទាប់យើងបានរៀបចំច្រកទ្វារចំនួន23ជុំវិញពហុកីឡដ្ឋានតាមប្រភេទសំបុត្រដែលលោកអ្នកបានទិញកំណត់ចំណាំសូមអ្នកទាំងអស់គ្នាគោរពតាមការណែនាំនិងបម្រាមផ្សេងៗដែលគណៈកម្មការបានរៀបចំជូនតាមទីតាំងនីមួយៗសូមអរគុណ